ប្អូនដែលកាត់ឆ្នាំវកនៅក្នុងខែសីហាខាងមុខនេះចាគឺជាខែដែលលោកអ្នកទទួលបាននូវភាពរីកចម្រើនចូលមកគួរឲ្យកត់សម្គាល់ព្រោះតែភាពឆ្លាតវៃនឹងការដែលលោកអ្នកចេះសម្របខ្លួននឹងជួយឲ្យលោកអ្នកឆ្លងកាត់ពីបញ្ហាបានយ៉ាងល្អទោះជាយ៉ាងណាក៏ដោយចាក្នុងការសម្រេចចិត្តកុំប្រើអារម្មណ៍លឿនពេកហើយត្រូវតែទទួលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្តចាចំពោះការងារសម្រាប់បងប្អូនគឺទទួលបាននូវគម្រោងថ្មីចូលមកឬក៏ភារកិច្ចថ្មីចាស់ដែលអាចប្រើជាមួយនឹងសមត្ថភាពរបស់លោកអ្នកហើយចំពោះការងារឬក៏គម្រោងដែលលោកអ្នកបានត្រៀមទុកជាមុនចាក៏អាចប្រើប្រាស់បាននៅក្នុងឱកាសនេះផងដែរសម្រាប់អ្នកដែលបើកអាជីវកម្មក៏ទទួលបានក្នុងការពង្រីកទំនាក់ទំនងឬក៏អតិថិជនថ្មីចូលមកចាការធ្វើការងារជាក្រុមគឺល្អជាជាងការដែលលោកអ្នកធ្វើការតែម្នាក់ឯងនៅក្នុងឱកាសនេះចាចំពោះហេរ៉ាវត្ថុគឺមានដំណើរចូលមកល្អប្រសើរជាងមុនប៉ុន្តែក៏មានការចំណាយមួយចំនួនដែលមិនបានគ្រោងទុកផងដែរចាមួយរយៈនេះកុំទាន់ធ្វើការវិនិយោគធំឬក៏ធ្វើការខ្ចីបុលឲ្យអ្នកដទៃចាចំពោះស្នេហាសម្រាប់បងប្អូនដែលមានគូចាគឺជាពេលវេលាល្អសម្រាប់សាងទំនាក់ទំនងចានឹងយល់ចិត្តគ្នាប៉ុន្តែកុំធ្វើការច្រឡោតខឹងភ្លាមនៅពេលដែលយើងទទួលបានព័ត៌មានអ្វីដែលមិនទាន់ច្បាស់លាស់ចាព្រោះអាចនឹងមានការយល់ច្រឡំឬក៏ប្រកែកគ្នាតិចតួចបើសិនជាយើងមិនបានស្ដាប់គ្នាចំពោះអ្នកនៅលាវអាចស្គាល់នឹងបុគ្គលថ្មីប៉ុន្តែកុំទាន់សម្រេចទៅលើស្នេហាដែលទើបនឹងស្គាល់ចាចំពោះសុខភាពលោកអ្នកគឺល្អប៉ុន្តែគ្រាន់តែសម្រាប់បានគ្រប់គ្រាន់និងគ្រប់គ្រងអារម្មណ៍តានតឹងរបស់លោកអ្នកចាសារសម្រាប់បងប្អូនដែលកាត់ឆ្នាំវកនៅក្នុងខែសីហានេះចាភាពអត់ធ្មត់ហើយនិងភាពស្មោះត្រង់របស់លោកអ្នកទៅធ្វើឲ្យលោកអ្នកនឹងទៅរកភាពជោគជ័យបានយូរអង្វែងចាសូមអរគុណ